សួស្តីដល់អ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាផូតូខ្លះៗដែលខ្ញុំចង់មកធ្វើការបង្ហាញជូនដល់អ្នកទាំងអស់គ្នានៅក្នុង Channel YouTube របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនមួយចំនួនអាចនឹងដឹងអំពីទស្សនវិជ្ជាមួយនេះក៏ដូចជាទីតាំងមួយនេះផងដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាផ្លូវ Walk Street ដែលមានទីតាំងស្ថិតនៅមុខព្រះបរមរាជវាំងដែលយើងអាចធ្វើការដើរកម្សាន្តបានក៏ដូចជាការដើរហាត់ប្រាណផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់តកតងនឹង Walk Street ត្រូវបានធ្វើការបើកនៅចាប់ពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការដើរកម្សាន្តនៅពេលរាត្រីដែលអាចឲ្យយើងទស្សនានៅទស្សនវិជ្ជាពេលរាត្រីផងដែរគឺនៅខាងមាត់ទន្លេនៅមុខព្រះបរមរាជវាំងបាទអញ្ចឹងសម្រាប់ផ្លូវ Walk Street ក៏ត្រូវបានធ្វើការរៀបចំយ៉ាងស្អាតដែលមានបងប្អូនយើងជាច្រើនបានធ្វើការចូលរួមទៅធ្វើការទស្សនាអំពីទស្សនវិជ្ជានៅមុខព្រះបរមរាជវាំងបាទអញ្ចឹងគឺឃើញមាននៅប្រភេទល្ខោនបាសាក់ដែលមានដូចជាការបង្ហាញទស្សនីយភាពដើម្បីឲ្យភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិមកធ្វើការចូលរួមនៅក្នុងការដើរលេងកម្សាន្តពេលរាត្រីបានទទួលនៅអារម្មណ៍ស្រស់ស្រាយផងដែរបាទអញ្ចឹងសម្រាប់នេះគឺជាទស្សនវិជ្ជាមួយដែលបងប្អូនជាពលរដ្ឋបានមកធ្វើការអង្គុយមើលការបង្ហាញនៅទស្សនីយភាពសៀកនៅក្នុងទស្សនវិជ្ជានៅពេលរាត្រីនេះបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានៅខាងផ្លូវ Walk Street ក៏មានទស្សនវិជ្ជាដូចជាការលក់ដូរការដាក់នៅបណ្ណាល័យចល័តនៅលើផ្លូវ Walk Street ដើម្បីឲ្យភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានមកធ្វើការចូលរួមនៅក្នុងការដើរលេងកម្សាន្តនេះអាចទៅធ្វើការអង្គុយអាននៅសៀវភៅផងដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលមានការចូលរួមជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងថ្ងៃចុងសប្តាហ៍បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើការសម្រាកក៏ដូចជាការលំហែនៅក្នុងការដើរលេងកម្សាន្តនៅពេលរាត្រីនៅក្នុងថ្ងៃចុងសប្តាហ៍អាចមកធ្វើការជ្រើសរើសនៅទីតាំងផ្លូវ Walk Street ដែលយើងអាចមកធ្វើការអង្គុយញ៉ាំក៏ដូចជាម្ហូបអាហារនៅខាងមាត់ទន្លេផងដែរបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានេះគឺឃើញថាមានមនុស្សនាជាច្រើនបានមកធ្វើការចូលរួមនៅក្នុងការដើរលេងកម្សាន្តនៅក្នុងថ្ងៃចុងសប្តាហ៍បាទអញ្ចឹងខ្ញុំក៏ចង់ធ្វើការចែករំលែកក៏ដូចជារូបភាពខ្លះៗអំពីទស្សនវិជ្ជានៃការដើរលេងនៅលើផ្លូវ Walk Street ក៏ដូចជាការដើរនៅហាត់ប្រាណហាត់កីឡាដើម្បីទទួលបាននៅអារម្មណ៍មួយយ៉ាងស្រស់ស្រាយបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាបើសិនជាករណីពេញចិត្តរាល់ការចែករំលែករបស់ខ្ញុំនេះកុំភ្លេចជួយធ្វើការចុច like ឬក៏ comment នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ